នេះបត់ព្រំមកកិតពីប្រែងព្រិនទុកទល់មានដល់ស្រង់ពេលនេះទៀនសង្គាលសោតនៃគាថាប្រារព្ធសង្គាលបុត្រព្រះចៅមកុនអង្គសម្មាសម្ដេចព្រះភង្គវីប្រោទេសនានៅសេចក្តីត្រង់ត្រាំងសួរទៅថាណាសង្គាបតកហបតីចោអ្នកនៅធ្វើអ្វីបានជាប្រានជងដោយទឹកសង្គាបងគុំថ្វាយព្រះអង្គអើយបងគុំនឹកខ្លួនប្រានជងតទឹកព្រោះរលឹកពីបៃតាឲ្យក្រោកពីប្រលឹមលើកកំបងចង់ហាត់ថាហើយឲ្យខ្ញុំបការណាថ្វាយបង្គំទៅ6សម្ដេចព្រះសាស្តាត្រាសួរថាអ្នកឯងថ្វាយបង្គំទៅ6ព្រោះហេតុអ្វីអ្នកដឹងទេសង្គាលមាននប់ឆ្លើយបពិតណាយមិនយល់ទេធ្វើនេះតាមពាក្យម៉ែតាមពាងឪមុនគាត់ស្លាប់មិនដឹងហេតុយ៉ាងណាសូភគវីមេត្តាប្រាប់ករណារងចាំស្ដាប់ព្រះទេសនានេះឥឡូវរីអង្គព្រះចោមត្រៃទ្រង់អភ័យទេដំរើប្រោមនុស្សសត្វតាមផ្លូវសង្គាលបុត្រយល់ស្ដាប់ហើយទ្រង់ជ្រាបយល់សពសត្វរងចាំស្ដាប់គ្រប់គ្នាអើយទេសនាពុំលងឡើយមានសាច់ក្តីដូច្នេះថាអរិយាលោកបងគុំមិនមែនទិសនេះទេណាលោកលះកម្មវេរីអំពើពីបិទឲ្យចិត្តបណ្ឌិតកាលស្ដាប់ហើយមិនឃ្លាតឡើយស៊ូរួមចិត្តសែបគប់កល្យាណមិត្តមិត្តសុចរិតពិតទាំងឡាយម្នាក់កហាប់បាដីបុត្រព្រះអរិយាបាំងបិទកាយទើ6ដោយបរិយាយសង្ឃៈធម៌ទើនេះនៃពុកម្ដាយទើខាងកើតទើសាតាមកត្បូងទើសៃទើលិចភរិយានិងស្វាមីទើជើងបុត្រីនិងបុត្រាទើក្រោមកម្មករនិងម្ចាស់ផ្ទះទើលើជាព្រះពុទ្ធសាសនាសមណៈកាន់ធម៌អាក្នុងសាសនាព្រះពុទ្ធអង្គកូនត្រូវមានសង្ឃៈគោរមចាដោយស្មោះត្រង់បដិបត្តិឲ្យផោផង់តាមកន្លងម្ដាយឪពុកត្រូវធ្វើតាមបំណងដែលគាត់ផងនឹងក្រងទុកធ្វើឲ្យលោកពេញមុខតាមប្រាថ្នាដែលគាត់ចង់ពុកម្ដាយកាលគាត់ចាស់កូនត្រូវកាត់លះរក្សាក្រងចិញ្ចឹមម៉ែឪផងរក្សាឈ្មោះវងត្រកូលពេលគាត់ឃ្លាតចាឋានកូនប៉ុនបានត្រូវបាំងស្គលបំពេញបុណ្យឲ្យមូលទាំងខេណាទៀនអត់ទិសទៅរីអង្គព្រះសម្មា រ
ប្រទេសនាកណ្ដាលផ្លូវប្រារព្ធព្រោះហេតុនៅសង្កិលបុត្រយល់ធម៌បានព្រះពុទ្ធវេសុទ្ធពេញព្រះពុទ្ធត្រាកិញអ្នករាល់ប្រានបំពេញមិនបំពេអ្នកអនុដ្ឋានប្រសើរ